ខ្ញុំនឹងពុះឲ្យពុកម៉ែបងប្អូនមើលបាទប្រភេទຂະຫນាតហ្នឹងគឺយើងពុះបានកម្រិតណាបាទពុកម៉ែបងប្អូនកុំថាខ្ញុំបាទនឹងចេះតែថាបាទអាហ្នឹងគឺយើងពុះចាប់ពី4ទឹកបាទ4ទឹកចុះក្រោមប្រភេទម៉ូទ័រហ្នឹង5សេសបើយើងចង់បានធំជាងហ្នឹងយើងប្រើជាប្រភេទម៉ូទ័រ7សេសកន្លះពុកម៉ែបងប្អូនຂະຫນាតរបស់វាប្រវែងហ្នឹងគឺយើង5ទឹកបាទប្រភេទហ្នឹងគឺ5ទឹកសម្រាប់យើងរុញຂະຫນាតប្រវែងអស់ពុកម៉ែបងប្អូនទំហំអស់ហ្នឹងយើងវាយចាប់ពី4ទឹកចុះក្រោមពុកម៉ែបងប្អូនຂະຫນាតសារ៉ាងបូមຂະຫນាតអីខាងក្នុងវាគឺធំប្រភេទហ្នឹងធំបាទយើងបញ្ជាអត់ប្រមាថទេបាទពុកម៉ែបងប្អូនសូម្បីមនុស្សស្រីក៏យើងអាចប្រើបានដែរបាទអត់ប្រមាថទេបាទមនុស្សស្រីក៏ប្រើបានបាទអត់ចាំបាច់មានមនុស្សប្រុសទេបាទសូម្បីមនុស្សស្រីក៏យើងអាចប្រើបានដែរបាទព្រោះអីវាអត់ប្រមាថទេយើងគ្រាន់តែបញ្ជាហ្នឹងគឺបបែកអស់បានពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនខ្ញុំបាទអត់មានអីច្រើនទេថ្ងៃຂະຫນាតទូចបាទពីទឹកប៉ុន្តែអត់តឹងទេបាទពុកម៉ែបងប្អូនព្រោះយើងប្រើម៉ូទ័រហ្នឹងពេលຂະຫນាត5សេសម៉ូទ័រ5សេសហ្នឹងគឺកម្លាំងវាខ្លាំងពុកម៉ែបងប្អូនប្រើភ្លើង220បាទຂະຫນាតអាជីវកម្មបាទតូចធំគឺយើងអាចប្រើនឹងបានពុកម៉ែបងប្អូនងាយបាទងាយស្រួលក្នុងការពុះបាទពុកម៉ែបងប្អូនណាតម្រូវការអាចតាក់ទងមកសាកសួរបានបាទតម្លៃគឺយើងមានតាមຂະຫນាតម៉ូទ័របាទម៉ូទ័រធំគឺតម្លៃថ្លៃបាទម៉ូទ័រទូចគឺតម្លៃទាបតាមហ្នឹងពុកម៉ែបងប្អូនយើងចង់ពុះអស់តូចក៏បានធំក៏បានតាមតម្រូវការបាទលឿនបាទលឿនរហ័សបាទប្រភេទអញ្ចឹងបើយើងប្រើជាប្រភេទកាប់ពុថៅវាប្រើប្រភេទកាប់តែប្រើម៉ូទ័រដូចគ្នាតែអាហ្នឹងរៀងយូរបាទប្រភេទបូមហ្នឹងគឺយើងស្រួលពុះបាទឈើប្រភេទខ្នែងប្រភេទអីក៏បានដែរបាទសារ៉ាងវាធំអានេះគឺយើងសាកຂະຫນាតទូចទេបាទຂະຫນាតអស់ទូចដោយសារអត់មានអស់ធំសាពុកម៉ែបងប្អូននេះខ្ញុំបាទពុះមកយើងនិយាយថា5នាទីបាទបានប៉ុណ្ណឹងបាទ5នាទីបាទទ្រាំតែយើងពុះមួយថ្ងៃបាទបានច្រើនពុកម៉ែបងប្អូនបានច្រើន